សត្វខ្លាដែលចង់ខ្លាយជាព្រះអាទិត្យនៅក្នុងព្រៃដ៏កប់ជ្រលងមួយដែលពេញដោយដើមឈើខ្ពស់ៗនិងផ្កាពណ៌ស្រស់ស្អាតមានសត្វខ្លាមួយក្បាលឈ្មោះថាខ្លាឃ្មុំខ្លាឃ្មុំមិនស្រស់ស្អាតដូចសត្វខ្លាដទៃទេទម្រង់របស់វាខ្លីស្នាមខ្មៅពណ៌លាយឡំព្រមទាំងស្នាមស្នាយមួយនៅលើច្រមុះដែលធ្វើឲ្យវាមើលទៅដូចជាមិត្តរួមអំពើអាក្រក់សត្វនានានៅក្នុងព្រៃតែងតែសើចនិងធ្វើតក់មាត់ច្រមុះច្រមុំមិនវាសត្វកណ្ដូលនិយាយថាអូយខ្លាឃ្មុំឯងមើលទៅដូចជាកូនជៀមដែលធ្លាក់ចូលក្នុងភក់សត្វស្គៀបហៅវាថាសត្វខ្លាពណ៌ស្លេកសូម្បីតែសត្វមូសដែលតូចបំផុតក៏នៅតែហៅវាថាខ្លាអាក្រក់ខ្លាឃ្មុំមានចិត្តសោកស្ដាយខ្លាំងណាស់វាចង់ក្លាយជាម្នាក់ដែលស្រស់ស្អាតដែលគ្រប់គ្នាស្រឡាញ់និងកោតសរសើរមួយយប់ខ្លាឃ្មុំកំពុងគេងនៅក្រោមដើមឈើធំមួយវាសុបិនឃើញព្រះអាទិត្យកំពុងរះឡើងពីកំពូលភ្នំព្រះអាទិត្យមានពណ៌មាសលឿងស្រស់ពន្លឺរស្មីរបស់វាបំពាក់ពណ៌ស្ដោផ្កានិងធ្វើឲ្យសត្វនានាសើចសប្បាយគ្រប់គ្នាសរសើរព្រះអាទិត្យថាអូព្រះអាទិត្យឯងជាអ្នកស្រស់ស្អាតបំផុតឯងផ្ដល់ពន្លឺនិងភាពកក់ក្ដៅដល់ញូទាំងអស់ខ្លាឃ្មុំភ្ញាក់ឡើងដោយចិត្តរំភើបវាគិតថាបើខ្ញុំអាចក្លាយជាព្រះអាទិត្យបានខ្ញុំនឹងមិនត្រូវបានហៅថាឃ្មុំទៀតទេខ្ញុំនឹងក្លាយជាម្ចាស់ពន្លឺនិងភាពស្រស់ស្អាតពីពេលនោះមកខ្លាឃ្មុំចាប់ផ្ដើមស្វែងរកវិធីដើម្បីក្លាយជាព្រះអាទិត្យព្រឹកមួយខ្លាឃ្មុំដើរទៅរកសត្វចាស់ៗនៅក្នុងព្រៃវាជួបសត្វក្រពើចាស់មួយក្បាលដែលកំពុងអង្គុយក្រោមស្រមោលដើមឈើខ្លាឃ្មុំសួរថាលោកក្រពើតើមានវិធីណាមួយដែលខ្ញុំអាចក្លាយជាព្រះអាទិត្យបានទេខ្ញុំចង់មានពន្លឺមាសលឿងនិងភាពស្រស់ស្អាតសត្វក្រពើចាស់សើចហើយនិយាយថាអូយកូនខ្លាការក្លាយជាព្រះអាទិត្យមិនមែនងាយស្រួលទេឯងត្រូវតែឆ្លងកាត់ភ្នំតាំងព្រះអាទិត្យដែលស្ថិតនៅខាងក្រោយព្រៃនេះនៅទីនោះមានសត្វចំណេញមួយដែលចែកធ្វើមន្តអាគមប៉ុន្តែឯងត្រូវតែឆ្លងកាត់សាលា3សាលាកង្វល់សាលាកំហុសចិត្តនិងសាលាសេចក្តីស្រឡាញ់បើឯងឆ្លងកាត់បានសត្វចំណេញនឹងជួយឯងខ្លាឃ្មុំអរគុណសត្វក្រពើហើយចាប់ផ្ដើមដំណើររបស់វាសាលាដំបូងគឺសាលាកង្វល់នៅទីនេះមានទឹកជ្រោះមួយដែលពេញដោយសត្វតូចៗដែលកំពុងរងកង្វល់ពីភាពអត់ធ្មត់សត្វមួយក្បាលគំថាខ្ញុំចង់មានកូនប៉ុន្តែខ្ញុំមិនដឹងថាតើត្រូវរងចាំយូរប៉ុណ្ណាសត្វមួយទៀតកំពុងខ្វះខាតអាហារហើយស្រែកថាខ្ញុំអស់សង្ឃឹមហើយខ្លាឃ្មុំមើលទៅនឹងគិតថាខ្ញុំក៏កង្វល់ដូចគ្នាប៉ុន្តែខ្ញុំត្រូវជួយពួកវាប្រើពាក្យសរសើរដើម្បីលើកទឹកចិត្តសត្វទាំងនោះវានិយាយថាមិត្តអើយកង្វល់ជាផ្នែកមួយនៃជីវិតប៉ុន្តែបើយើងរងចាំដោយគោរពនិងជួយគ្នាទៅវិញទៅមកពន្លឺនឹងមុខដល់សត្វទាំងនោះស្ដាប់ហើយចាប់ផ្ដើមសើចពួកវាជួយគ្នាស្វែងរកផ្លែឈើនិងចែករំលែករឿងរ៉ាវជាលទ្ធផលសាលាកង្វល់បើកទ្វារឲ្យខ្លាឃ្មុំឆ្លងកាត់វាបានរៀនថាការជួយអ្នកដទៃអាចកាត់បន្ថយកង្វល់របស់ខ្លួនបន្ទាប់មកខ្លាឃ្មុំមកដល់សាលាកំហុសចិត្តសាលានេះជាអាងទឹកធំមួយដែលមានសត្វនានាកំពុងធ្វើកំហុសមានសត្វក្រយ៉ាកំពុងខូចទឹកអណ្ដូងសត្វខ្ជីកំពុងលួចផ្លែឈើនិងសត្វស្លាបពួកវាទាំងអស់កំពុងសោកស្ដាយនិងស្ដាយខ្លួនឯងខ្លាឃ្មុំគិតថាខ្ញុំក៏ធ្លាប់កំហុសចិត្តដែរខ្ញុំធ្លាប់ខឹងសត្វដែលសោចខ្ញុំប៉ុន្តែខ្ញុំមិនដែលសារភាពវាសម្រេចចិត្តជួយពួកវានិយាយថាមិត្តអើយកំហុសជាមេរៀនបើយើងសារភាពនឹងកែតម្រូវយើងនឹងក្លាយជាមនុស្សល្អជាងមុនវាជួយសត្វក្រយ៉ាជួសជុលទឹកអណ្ដូងបង្រៀនសត្វខ្ជីថាការលួចមិនដំណើរការនិងលើកទឹកចិត្តសត្វស្លាបឲ្យសុំទោសពីមិត្តភក្តិពួកវាផ្លាស់ប្ដូរនឹងសាលាកំហុសចិត្តបើកទ្វារខ្លាឃ្មុំរៀនថាការសារភាពកំហុសនឹងអនុញ្ញាតឲ្យយើងរីកចម្រើនសាលាទី3គឺសាលាសេចក្តីស្រឡាញ់នៅទីនេះមានវាលស្មៅខៀវស្រងាត់ដែលសត្វនានាកំពុងរស់នៅដោយមិនមានសេចក្តីស្រឡាញ់ពួកវាប្រយុទ្ធគ្នានិងចាប់អារម្មណ៍តែលើខ្លួនឯងមានសត្វខ្ទីកំពុងឆ្លក់នឹងសត្វកណ្ដូលសត្វស្លាបកំពុងហើយដោយមិនមើលខ្លាឃ្មុំមើលទៅនឹងសោកស្ដាយវាគិតថាខ្ញុំមិនដែលត្រូវបានស្រឡាញ់ព្រោះខ្ញុំជាឃ្មុំ
ប៉ុន្តែសេចក្តីស្រឡាញ់មិនមែនអាស្រ័យលើសម្រស់ទេវាចាប់ផ្ដើមចែករំលែកសេចក្តីស្រឡាញ់វាច្រៀងចម្រៀងសម្រាប់សត្វទាំងអស់ជួយសត្វខ្ទីនិងកណ្ដូរដោះស្រាយចំនួនដោយការស្ដាប់គ្នានិងធ្វើឲ្យសត្វស្លាប់មើលគ្នាដោយក្តីមេត្តាសេចក្តីស្រឡាញ់រីករាលដាលដូចភ្លើងព្រៃពួកវាចាប់ផ្ដើមស្រឡាញ់គ្នានិងសាលានេះបើកទ្វារខ្លាឃ្មុំរៀនថាសេចក្តីស្រឡាញ់គឺជាពន្លឺដ៏ខ្លាំងបំផុតចុងក្រោយខ្លាឃ្មុំមកដល់ភ្នំតាំងព្រះអាទិត្យនៅកំពូលភ្នំវាជួបសត្វចំណេញចាស់មួយក្បាលដែលមានសក់សនិងភ្នែកភ្លឺចាំងសត្វចំណេញសួរកូនខ្លាថាកូនខ្លាឯងចង់ខ្លាចជាព្រះអាទិត្យហេតុអ្វីខ្លាឃ្មុំនិយាយថាខ្ញុំចង់ស្រស់ស្អាតចង់ត្រូវបានស្រឡាញ់ចង់ផ្ដល់ពន្លឺដល់អ្នកដទៃសត្វចំណេញសើចហើយនិយាយថាឯងឆ្លងកាត់សាលា3ហើយឥឡូវនេះប្រាប់ខ្ញុំថាឯងបានរៀនអ្វីខ្លាឃ្មុំឆ្លើយថាខ្ញុំរៀនថាកង្វល់ត្រូវកាត់បន្ថយដោយការជួយអ្នកដទៃកំហុសត្រូវកែដោយការសារភាពនិងសេចក្តីស្រឡាញ់គឺជាពន្លឺពិតប្រាកដសត្វចំណេញពេញចិត្តនឹងនិយាយថាព្រះអាទិត្យពិតប្រាកដមិនមែនជាសម្រក់ខាងក្រៅទេវាជាពន្លឺនៅក្នុងចិត្តឯងមិនចាំបាច់ខ្លាយជាព្រះអាទិត្យទេព្រោះឯងជាព្រះអាទិត្យរួចហើយសត្វចំណេញយូមានអាគមហើយខ្លាឃ្មុំមានការផ្លាក់ប្ដូរស្នាមខ្មៅរបស់វាមិនបានប៉ុន្តែពីក្នុងចិត្តវាមានពន្លឺចេញមកពេលវាត្រឡប់មកព្រៃសត្វទាំងអស់មិនសើចវាទេពួកវាសរសើរថាខ្លាឃ្មុំឯងមានពន្លឺដ៏ភ្លឺចាំងឯងផ្ដល់ក្តីសង្ឃឹមក្តីអត់ធ្មត់និងសេចក្តីស្រឡាញ់ដល់យើងទាំងអស់ខ្លាឃ្មុំសើចហើយនិយាយថាខ្ញុំមិនមែនជាព្រះអាទិត្យទេប៉ុន្តែខ្ញុំជាមិត្តដែលមានពន្លឺនៅក្នុងចិត្តពីពេលនោះមកព្រៃទាំងមូលคล้ายទៅជាកន្លែងដ៏ស្រស់ស្អាតសត្វនានារៀនថាសម្រស់ពិតប្រាកដមិនមែននៅឯខាងក្រៅទេវាមាននៅក្នុងចិត្តខ្លាឃ្មុំคล้ายទៅជាគំរូនិងត្រូវបានគោរពវាច្រៀងចម្រៀងរាត្រីនិងចែករំលែករឿងរ៉ាវនិងរៀងរាល់ព្រៃព្រះអាទិត្យរះឡើងខ្លាឃ្មុំសើចនិងគិតថាយើងទាំងអស់អាចជាព្រះអាទិត្យបានបើយើងមានចិត្តល្អរឿងនេះបង្រៀនយើងថាកុំខ្លាចភាពខ្លួនឯងពន្លឺពិតប្រាកដមកពីក្នុងចិត្តមិនមែនពីសម្រស់ខាងក្រៅទេសេចក្តីស្រឡាញ់អត់ធ្មត់និងការសារភាពគឺជាគន្លឹះដើម្បីក្លាយជាព្រះអាទិត្យនៅក្នុងជីវិត